Mitsubishi Motor Cambodia ដាក់សម្ពោធជាផ្លូវការនៅរថយន្ត All New Triton Elite 4WD នៅលើទីផ្សារប្រទេសកម្ពុជាជាមួយនឹងតម្លៃត្រឹមតែជាង$40,000តែប៉ុណ្ណោះថ្មីនេះក្រុមហ៊ុន Mitsubishi Motor Cambodia បានប្រកាសសម្ពោធជាផ្លូវការនៅរថយន្ត All New Mitsubishi Triton Elite ដែលជារថយន្តប្រភេទ Pick-up ស្តង់ដារថ្មី Smart Premium សម្រាប់ទីផ្សាររថយន្តនៅក្នុងប្រទេសកម្ពុជាដែលកំពុងតែមានការរីកចម្រើនខ្លាំងនាពេលបច្ចុប្បន្នរថយន្តចំនួនថ្មីនេះគឺមានការ design មកជាមួយនៅបច្ចេកវិទ្យាឆ្លាតវៃសម្រាប់បំពេញគ្រប់តម្រូវការមិនថាបែបគ្រួសារការងារទូទៅនិងការធ្វើដំណើរជិតឆ្ងាយនោះទេតែមិនត្រឹមតែមានសមត្ថភាពខ្លាំងប៉ុណ្ណោះទេគឺថែមទាំងធានាទៅលើសុវត្ថិភាពនៅក្នុងការធ្វើដំណើរថែមទៀតផងបើតាមប្រសាសន៍របស់លោកឡាវឧត្តមដែលជា Marketing Manager ប្រចាំនៅក្រុមហ៊ុន Mitsubishi Motor Cambodia បានឲ្យដឹងថាសម្រាប់អតិថិជនរបស់ Mitsubishi មិនគួរត្រូវបានបង្ខំឲ្យជ្រើសរើសចំពោះអ្វីមួយនោះទេដោយរាល់ការជារថយន្ត Pick-up ស៊េរីថ្មីរបស់ Mitsubishi នៅពេលនេះគឺគ្រប់គ្នានឹងទទួលបាននៅកម្ពុជារថយន្ត Pick-up ដែលមានសមត្ថភាពពិតប្រាកដនិងមានភាពលេចធ្លោហើយថែមទាំងធានាបាននូវសុវត្ថិភាពដល់ក្រុមគ្រួសារក៏ដូចជាមានតម្លៃសមរម្យផងដែរបើសិនជាយើងប្រៀបធៀបជាមួយនឹងតម្លៃទីផ្សាររថយន្ត Pick-up នាពេលបច្ចុប្បន្នហើយបន្ថែមពីនេះនៅលើរថយន្ត All New Triton Elite ស៊េរីថ្មីឆ្នាំ2026នេះក៏មានការផ្លាស់ប្ដូរពីរថយន្តធ្វើដំណើរធម្មតាទៅជារថយន្តផ្សងព្រេងដ៏អស្ចារ្យដែលក្រុមហ៊ុនហៅថា Explore Border Adventure ថែមទៀតផងនិយាយទៅជាមួយនឹងវត្តមានរបស់រថយន្ត All New Mitsubishi Triton Elite 2026នេះគឺមានគុណសម្បត្តិធំចំនួន3ដែលទី1នោះគឺ Border Capability នៅលើរថយន្តនេះគឺមានការបំពាក់មកជាមួយនឹងម៉ាស៊ីនម៉ាស៊ូតចំណុះ 2.4 លីត្រដែលជាប្រភេទម៉ាស៊ីន Bi-Turbo High Power មានកម្លាំង204សេសនិងកម្លាំងរមុល470 Newton meters ដែលជាកម្លាំងខ្លាំងនិងមានអមមកជាមួយនៅប្រព័ន្ធប្រអប់ដេក6វគ្គរួមនឹងចង្កូតអេឡិចត្រូនិកថែមទៀតផងហើយបើមើលទៅលើការប្រើប្រាស់នៅប្រព័ន្ធ Super Select 4WD ចំនួនទី2វិញគឺមានមកជាមួយនឹងការបើកបរចំនួន7របៀបផ្សេងគ្នាហើយរថយន្តនេះក៏មានកម្ពស់ខ្ពស់ពីដីរហូតដល់228 មីលីម៉ែត្រដែលផ្ដល់នូវសមត្ថភាពខ្ពស់បាទនៅក្នុងការបើកបរឆ្លងកាត់ទឹកក៏ដូចជាផ្លូវខេត្តដ៏លំបាកបានយ៉ាងងាយស្រួលថែមទៀតផងបាទក្រឡេកមកចំណុចទី2នេះវិញគឺ Border Your Success ដែលនៅលើរថយន្តនេះគឺមានការ design មកបែបរចនាបថ Dynamic Shield មានភាពទាក់ទាញនិងមានការប្រើប្រាស់អំពូល LED ពេញលេញហើយនឹងមានការបន្ថែមនូវភាពលេចធ្លោជាមួយនឹង Sport Bar ដែលរចនាយ៉ាងពិសេសសម្រាប់អ្នកប្រើប្រាស់ព្រមទាំងមានការ design ជាមួយនឹងយ៉ាន់កង់អាលុយមីញ៉ូមដែលមានជម្រើសពីរពណ៌ដ៏ស្រស់ស្អាតថែមទៀតផងបាទហើយបើមើលតែផ្នែកខាងក្នុងនៃរថយន្តនេះវិញគឺមានការរចនាពីស្បែក Elite ដែលមានជម្រើសពីរពណ៌ហើយនៅក្នុងនោះក៏មានការប្រើប្រាស់នៅប្រព័ន្ធម៉ាស៊ីនត្រជាក់ Dual Zone បាទក៏ដូចជាការប្រើប្រាស់នៅប្រព័ន្ធការសាកថ្ម Wireless ហើយនៅក្នុងកាប៊ីនរថយន្តនេះទៀតសោតក៏មានការបំពាក់នៅប្រព័ន្ធគេហៅថាបច្ចេកវិទ្យា Quiet NVH Interior ដែលផ្ដល់នូវភាពប្រណិតមិនចាញ់រថយន្ត SUV នោះទេហើយសម្រាប់ចំណុចទី3ដែលជាចំណុចចុងក្រោយនេះគឺ Border Confidence រថយន្តនេះត្រូវបានបំពាក់មកជាមួយប្រព័ន្ធសមត្ថភាពដូចជា ADAS Package B សុវត្ថិភាពចំនួន8គ្រាប់ព្រមទាំងមានប្រព័ន្ធកាមេរ៉ា360ទៅជុំវិញរថយន្តក៏ដូចជាទទួលបាននៅការតេស្តសុវត្ថិភាពស្តង់ដារ Sky 5 ពី Asian NCAP ថែមទៀតផងហើយជាមួយគ្នានេះទៅលើការបើកបរវិញរថយន្តនេះគឺស៊ីប្រេងទាបបំផុតជាមួយនឹងការប្រើប្រាស់ Bi-Turbo នេះធ្វើឲ្យរថយន្តនេះស៊ីប្រេងប្រហែលជា 7.7 លីត្រប៉ុណ្ណោះនៅក្នុងការធ្វើដំណើរ100គីឡូម៉ែត្រទៅគ្រប់ស្ថានភាពផ្លូវនិយាយរួមទៅសម្រាប់វត្តមានរបស់រថយន្ត All New Mitsubishi Triton Elite 4WD រីឆ្នាំ2026នៅលើទីផ្សារប្រទេសកម្ពុជានេះពេលនេះគឺមិនត្រឹមតែនាំមកនូវភាពប្រណិតបច្ចេកវិទ្យាឆ្លាតវៃហើយនឹងមានការសម្របសម្រួលខ្លួនបានល្អបំផុតនៅលើដងផ្លូវនៃប្រទេសកម្ពុជាប៉ុណ្ណោះទេគឺថែមទាំងមានតម្លៃសមរម្យថែមទៀតផងរថយន្តនេះដាក់លក់ជាផ្លូវការនៅលើទីផ្សារប្រទេសកម្ពុជាជាមួយនឹងតម្លៃ$48,900តែប៉ុណ្ណោះហើយសម្រាប់ព័ត៌មានបន្ថែមតាក់ទងទៅនឹងតម្លៃក៏ដូចជាសេវាកម្មផ្សេងៗបងប្អូនអាចទំនាក់ទំនងក្រុមហ៊ុន Mitsubishi Motor Cambodia តាមរយៈលេខទូរស័ព្ទ011 932 892និង010 932 892